ខ្មែរនៅអាមេរិកគឺអាក្រក់ៗអូខេអានេះអត់មាននិយាយប្រអប់ទេតែនិយាយដែលខ្ញុំឃើញការពិតពេលដែលខ្ញុំទៅផាកអញ្ចឹងណាខ្មែរសេរីប្រហែលជាចំណាស់ជាងខ្ញុំចាស់ជាងខ្ញុំណាភាគច្រើនអាក្រក់ទីដូចជនជាតិស្បែកខ្មៅអញ្ចឹងទី1ខ្មៅទី2កត្រេលកត្រល់កតែលកតល់ហើយអាក្រក់មែនទេខ្ញុំនិយាយការពិតណាប៉ុន្តែខ្ញុំគិតថាគាត់មកនេះប្រហែលជាជំនាន់ដែលគាត់មកយូរហើយខ្ញុំគិតថាប្រហែលជាជំនាន់ខ្មែរក្រហមដែលប្តីប្រពន្ធអត់មានកាត់ខ្មៅសុទ្ធអញ្ចឹងខ្មែរសុទ្ធគឺខ្មៅហើយអត់ស្អាតទេអានេះប៉ុន្តែខ្មែរជំនាន់ក្រោយដូចជាមកសេរីខ្ញុំរៀងក្រាន់បើគឺស្អាតដោយសារខ្ញុំគិតថាខ្មែរកូនកាត់បើសិនជាខ្មែរកូនកាត់ដូចជាចិនដូចជាវៀតណាមអីគឺស្អាតពួកគាត់សស្គូឬមួយក៏និយាយទៅស្អាតទទួលយកបានសមរម្យប៉ុន្តែបើខ្មែរអត់កាត់ទេគឺខ្ញុំថាគឺថាអាក្រក់អានេះខ្ញុំនិយាយអ្វីដែលខ្ញុំមើលឃើញគឺខ្ញុំបានប្រាប់ទេហើយមួយទៀតដូចខ្ញុំចឹងខ្ញុំខ្មែរមែនប៉ុន្តែពេលដែលខ្ញុំទៅណាគេថាខ្ញុំខ្មែរគេថាខ្ញុំកូនចិនឬមួយក៏កូនយួនហើយគេថាខ្ញុំខ្មែរហើយអ្នកខ្លះគេថាចេះអ្នកឯងខ្មែរហើយនេះក៏អ្នកឯងសខ្ញុំថាខ្មែរស្អាតមកកណូអញ្ចឹងខ្មែរមានពីរប្រភេទបើសិនជាខ្មែរសិតគឺខ្ញុំអត់គិតថាស្អាតទេភាគតិចដែលស្អាតភាគតិចដែលស្អាតហើយនៅនេះចំណីអាហារមានតិចអញ្ចឹងទៅធ្វើឲ្យពួកគាត់ធាត់ឡើងគីឡូឡើងអីអញ្ចឹងហើយអ្នកមួយចំនួនអ្នកខ្លះគឺគាត់នៅធ្វើជាការដាំដំណាំដាំអីដែរណាទោះបីជានៅអាមេរិកប្រទេសទំនើបមែនប៉ុន្តែគាត់ធ្វើជាការដាំដុះដាំនេះដាំនោះទៅលក់នៅផ្សារមេឃផ្សារអីអញ្ចឹងណាអូខេអ្នកនរគ្នាហើយចុះអ្នកអាមេរិកមួយចំនួនគិតមិនដែរគិតដូចខ្ញុំអត់ប៉ុន្តែសម្រាប់ខ្ញុំអ្វីដែលខ្ញុំឃើញខ្មែរមកពីសេរីមុនណាគឺអាក្រក់លើកនេះតកូនកាត់ទេទោះបីជានៅស្រុកខ្មែរក៏ដោយខ្មែរសុទ្ធក៏វាស្អាតដែរប៉ុន្តែបើកូនកាត់ស្អាតអូខេអ្នកនរគ្នាគិតមិនដែរមួយមនុស្សយើងណាគេឲ្យមើងងាយតែសបកក្រៅឯងអញ្ចឹងរូបរាងខាងក្រៅគឺมันសំខាន់ទេសំខាន់គឺនៅក្នុងចិត្តរបស់យើងតើយើងជាមនុស្សល្អដែរឬទេតែជាមនុស្សដែលគេគួរឲ្យគោរពស្រឡាញ់ដែរអត់ហើយមកសិនជាយើងមើលតែសបកក្រៅហើយអ្នកស្អាតចិត្តអាក្រក់ម៉ាក់ងាយគេអញ្ចឹងវាអត់ល្អទេអញ្ចឹងក្នុងនាមយើងជានារីខ្មែរយើងអត់ត្រូវមើងងាយមនុស្សតែសបកក្រៅទេបងប្អូនហើយអញ្ចឹងសម្រាប់គាត់គឺគាត់និយាយមកគឺគាត់នេះហ្មងមើងងាយហ្មងអញ្ចឹងយើងកុំនិយាយអីហើយបើសិនជាយើងឃើញហើយយើងទៅក្នុងចិត្តទៅយើងកុំនិយាយចេញមកជាសាធារណៈចឹងអញ្ចឹងដល់ពេលដែលយើងលើអញ្ចឹងគឺយើងមានអារម្មណ៍អត់ល្អទេយើងមានអារម្មណ៍ថាខូចចិត្តអញ្ចឹងបើសិនជាគេមកអ្នកអញអាក្រក់អ្នកអញទៀបកតលកទឿខ្មៅក្ងែងណាគេចូលចិត្តទៅអញ្ចឹងគេអត់តែចូលចិត្តទេមិននិយាយអីដាក់គេអញ្ចឹងនេះជាអ្វីដែលខ្ញុំចង់នឹកគាត់មិននិយាយអញ្ចឹងណាហើយគាត់ញាក់និយាយហើយម៉ាក់និយាយដល់នារីខ្មែរហើយសង្ឃឹមថាយើងនឹងជាមនុស្សដែលស្រឡាញ់គ្នារាប់អានគ្នាយើងកុំមើលតែសម្បកក្រៅរូបរាងខាងក្រៅមិនសំខាន់នៅក្នុងចិត្តយើងចិត្តល្អស្រឡាញ់គ្នាទៅវិញទៅមកខ្មែរស្រឡាញ់ខ្មែរអញ្ចឹងសូមជម្រាបលាបងប្អូនសូមបងប្អូនជួយចុច like subscribe ផងនៅក្នុង channel របស់ខ្ញុំណា